មេដឹកនាំផ្ដាច់ការកូរ៉េខាងជើងលោកគីមចុងអ៊ុនបញ្ជាឲ្យពន្លឿនបំពាក់នុយក្លេអ៊ែរលើនាវាចម្បាំងឲ្យបានលឿនបំផុតលោកគីមចុងអ៊ុនបានចេញបញ្ជាឲ្យយោធារបស់លោកបោះជំហានពន្លឿនការបំពាក់អាវុធនុយក្លេអ៊ែរលើនាវាចម្បាំងរបស់កងទ័ពជើងទឹក KCNA បានឲ្យដឹងថាលោកគីមចុងអ៊ុនបានចេញបញ្ជាបែបនេះបន្ទាប់ពីរូបលោកចោះត្រួតពិនិត្យមើលដោយផ្ទាល់ការធ្វើតេស្តអាវុធសម្រាប់នាវាពិឃាតថ្មីចុងក្រោយបំផុតរបស់កូរ៉េខាងជើងដែលមានឈ្មោះថា Cho Hyun កាលពីពេលថ្មីនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនេះដដែលកាលពីថ្ងៃសៅរ៍សប្តាហ៍មុនក៏បានរាយការណ៍ដែរពីការដាក់សម្ពោធឲ្យប្រើនៅនាវាពិឃាត Cho Hyun ជាមួយការបង្ហោះរូបភាពវត្តមានចូលរួមរបស់លោកគីមចុងអ៊ុនរួមជាមួយកូនស្រីឈ្មោះជូអេនៅឯពិធីសម្ពោធនោះតាម KCNA នាវាពិឃាតនេះដែរយកឈ្មោះតាមអតីតវីរជនកូរ៉េខាងជើងប្រឆាំងអាណានិគមជប៉ុន Cho Hyun គឺជាប្រភេទនាវាពិឃាតមួយមានទម្ងន់ 5000 តោនដែលត្រូវបានចំណាយពេលច្រើនជាង1ឆ្នាំដើម្បីសាងសង់ម្យ៉ាងវិញទៀតបើតាមទំហំក្រុមអ្នកជំនាញជឿថានាវាពិឃាត Cho Hyun អាចបំពាក់នៅមេស៊ីលបាញ់ចេញពីនាវាប្រឆាំងគោលដៅលើដីគោកនិងអាចបាញ់ចេញពីនាវាប្រឆាំងនឹងគោលដៅលើអាកាសមិនត្រឹមតែប៉ុណ្ណោះនាវាពិឃាតនេះក៏ទំនងជាអាចបំពាក់នៅមីស៊ីលនុយក្លេអ៊ែរតាក់ទិករយៈចម្ងាយខ្លីផងដែរបើតាម KCNA នៅថ្ងៃពុធនេះកូរ៉េខាងជើងកាលពីថ្ងៃទី28ខែមេសាបានធ្វើតេស្តបាញ់មីស៊ីល Cruise Supersonic មីស៊ីល Cruise យុទ្ធសាស្ត្រមីស៊ីលប្រឆាំងយន្តហោះចម្បាំងនិងកាំភ្លើងយន្តស្វ័យប្រវត្តិ127 មីលីម៉ែត្របំពាក់លើនាវាចម្បាំងចំណែកកាលពីថ្ងៃទី29ខែមេសាទីក្រុងជោងយ៉ាងបានធ្វើតេស្តបាញ់មីស៊ីលប្រឆាំងនាវាចម្បាំងនិងប្រភេទកាំភ្លើងស្វ័យប្រវត្តិបំពាក់លើនាវាចម្បាំង